admin នៅតែជឿជាក់លើជំនួសជាតិកម្ពុជាដោយសារមូលហេតុមួយនេះ ឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ នៅ ចិត្ត ថ្ងៃនេះទី19 ខែមិនិនានឹងមានការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជានិងជម្រើសជាតិវៀតណាមនៅខេត្តបណ្ដុងប្រទេសវៀតណាមសម្រាប់ admin នៅតែជឿជាក់លើក្រុមជម្រើសជាតិកម្ពុជាព្រោះកម្ពុជាយើងមានកីឡាករល្អៗច្រើនទាំងការពារបម្រើនិងប្រយុទ្ធសុទ្ធតែកីឡាករបរទេសនិងចូលសញ្ជាតិដូចជាជូដៃអូកាវ៉ា កាន់ម៉ូតាតាគីនេតូគូលីបាលីដោយ5ប្រកួតចុងក្រោយរបស់កម្ពុជាយើងចាញ់3ស្មើ1និងឈ្នះ1ចាញ់ថៃក្នុងលទ្ធផល3ទល់នឹង2ឈ្នះទីម៉័រលទ្ធផល2ទល់នឹង1ចាញ់សិង្ហបុរីលទ្ធផល2ទល់នឹង1ស្មើម៉ាឡេស៊ីលទ្ធផល2ទល់នឹង2និងចាញ់អ៊ុយ23កាតា2ទល់នឹង1ចំណែកឯក្រុមជម្រើសជាតិវៀតណាមវិញមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេឈ្នះវិញ្ញាណម៉ាក្នុងលទ្ធផល5ទល់នឹង0ឈ្នះសង្ហបុរី2ទល់នឹង0ឈ្នះថៃលទ្ធផល2ទល់នឹង1ឈ្នះសង្ហបុរី3ទល់នឹង1និងចុងក្រោយឈ្នះថៃ3ទល់នឹង2ទីចុងក្រោយមានតែពាក្យជូនពរថាស៊ូៗកម្ពុជា